សួស្តីបងប្អូនថ្ងៃនេះខ្ញុំមូណែបន្លែស្រស់ជាបងខ្ញុំធ្វើការបុកទឹកត្រីដាក់ខ្ទឹមគួយឲ្យម៉ត់ហើយដាក់ស្បែកដីជ្រុំវាកុំឲ្យម៉ត់ខ្លាំងពេកម៉ត់មកល្មមបានហើយបន្ទាប់មកខ្ញុំដាក់អំបិលទុំហើយដាក់ទឹកត្រីហើយបន្ថែមស្ករត្នោតយើងចូលថែមទឹកបន្តិចដោយសារវាខាប់ពេកហើយប៊ីចេងដោយសារតែស្ករត្នោតខ្ញុំតិចពេកខ្ញុំថែមស្ករសបន្តិចចុងក្រោយខ្ញុំដាក់ខ្ទឹមក្រហមហើយនិងការ៉ុតបន្ទាប់មកខ្ញុំដាំទឹកឲ្យពុះបង់អំបិលហើយនិងកូរខ្ទឹមចូលដើម្បីស្ងោរសាច់ជ្រូកយើងហើយនេះបន្លែយើងមានប្រមាណមុខហ្នឹងហើយប្រេងឆាហើយនិងទឹកដើម្បីយកមកជ្រលក់សម្បកណែមតើបងយើងយកទឹកមកលាបសម្បកណែមយើងបើជ្រលក់វាទន់ពេកខ្លាចយើងពេលមូលទៅវាលហើយដោយសារវាទន់ខ្លាំងពេកមូលហើយខ្ញុំកាត់វាជាពីរហើយជ្រលក់ខ្លាញ់ដើម្បីកុំឲ្យវាស្អិតជាប់គ្នាហើយនេះពេលដែលយើងធ្វើហើយបានមួយចាននឹងឯងសម្រាប់បងប្អូនដែលរៀនធ្វើដំបូងអាចពិបាកក្នុងការមូលប៉ុន្តែព្យាយាមទៅអាចធ្វើបានហើយ